5% ការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង 11% ការបើកបរជែងបង្កគ្រោះថ្នាក់មានប្រមាណ 9% ការបើកបរបត់មិនប្រុងប្រយ័ត្នមានប្រមាណ 9% ការបើកបរដោយមិនប្រកាន់ស្ដាំមានប្រមាណ 3% ការមិនគោរពសញ្ញាចរាចរណ៍មានប្រមាណ 1% ក្រៅពីនេះគឺជាការកើតឡើងដោយកត្តាយានយន្តមានប្រមាណ 2% និងកត្តាផ្សេងទៀតរួមមានទាំងកត្តាផ្លូវថ្នល់ផងនោះមានចំនួន 3% សោកនាដកម្មនេះមិនត្រឹមតែមានផលប៉ះពាល់ដល់គ្រួសារជនរងគ្រោះប៉ុណ្ណោះទេតែបានបង្កផលវិបាកធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គមនិងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាលទៀតផងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគណៈបញ្ជាការដឹកនាំបញ្ជាត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃសខេងជាប្រធាននិងឯកឧត្តមនាយឧត្តមសេនីយ៍ណេតសាវឿនអគ្គស្នងការនគរបាលជាតិជាប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការបានខិតខំដឹកនាំកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកទូទាំងប្រទេសដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបានធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍យ៉ាងសកម្មទទួលបានលទ្ធផលជាវិជ្ជមានក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍និងបទល្មើសចរាចរណ៍ក្នុងឆមាសទី1ឆ្នាំ2012នេះបើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ2011យើងបានកាត់បន្ថយគ្រោះថ្នាក់ចំនួន492លើកគឺស្មើនឹង 16% កាត់បន្ថយចំនួនអ្នកស្លាប់33នាក់គឺស្មើនឹង 3% កាត់បន្ថយចំនួនអ្នករងរបួសចំនួន938នាក់គឺស្មើនឹង 18% និងបានធ្វើការអប់រំផាកពិន័យអ្នកបើកបរម៉ូតូចំនួន 98,974 ករណីអំពីករណីបើកបរមិនពាក់មួកសុវត្ថិភាពករណីបើកបរដោយគ្មានកញ្ចក់ករណីបើកបរដោយល្មើសសញ្ញាចរាចរណ៍ករណីបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹងករណីបើកបរដឹកលើសចំណោះនិងបានធ្វើការអប់រំផាកពិន័យព្រមទាំងបង្ខំឲ្យកែតម្រូវចំពោះរថយន្តចំនួន 26,038 ករណីដែលបានប្រព្រឹត្តល្មើសក្នុងករណីបើកបរលើសល្បឿនកំណត់ករណីបើកបរមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពករណីបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹងករណីបើកបរល្មើសសញ្ញាចរាចរណ៍ករណីមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តករណីប្រើប្រាស់ឯកសារផ្សេងហួសសុពលភាពឬមិនស្របតាមប្រភេទយានយន្តជាដើមដើម្បីលើកកម្ពស់ការយល់ដឹងដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូបសម្ដៅចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួននិងទទួលបានសុវត្ថិភាពគ្រប់គ្នាអគ្គស្នងការដ្ឋាននគរបាលជាតិសហការជាមួយក្រុមហ៊ុន MSA ដោយបានការឧបត្ថម្ភពីក្រុមហ៊ុនទឹកដោះគោឌុយមេឃក្រុមហ៊ុនប្រេងលំអិលកូស្មិកក្រុមហ៊ុនទឹកផ្លែឈើ Yos និងក្រុមហ៊ុនស្ករកស៊ូ Cool Air បានផលិតកម្មវិធីផ្សព្វផ្សាយបើកបរដោយសុវត្ថិភាពជាការបង្ហាញអំពីកត្តានាំឲ្យមានគ្រោះថ្នាក់ជាការណែនាំដល់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវតាមរយៈឈុតសម្ដែងការធ្វើអត្ថាធិប្បាយអំពីច្បាប់ឈុតកំ pl ែងនិងចម្រៀងដែលសុទ្ធសឹងមានអត្ថន័យអប់រំឲ្យបានយល់ដឹងអំពីកត្តាសំខាន់ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដូចជាការបើកបរលើសល្បឿនកំណត់ការមិនគោរពសិទ្ធិអាទិភាពការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹងជែងបង្កគ្រោះថ្នាក់បទមិនប្រុងប្រយ័ត្ននិងធ្វើការអប់រំអំពីការរៀបចំជាមុនពេលបើកបរដែលត្រូវបានចាក់ផ្សាយតាមស្ថានីយទូរទស្សន៍ CTN និង CNC និងតាមវិទ្យុជាឱកាសនេះខ្ញុំសូមកោតសរសើរចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលបានគោរពប្រតិបត្តិច្បាប់ចរាចរណ៍ដូចជាការពាក់មួកសុវត្ថិភាពការបំពាក់កញ្ចក់មើលក្រោយការបើកបរពាក់ខ្សែក្រវ៉ាត់ការគោរពសញ្ញាចរាចរណ៍ការបើកបរតាមល្បឿនដែលច្បាប់កំណត់ការបើកបរមិនស្ថិតនៅក្រោមឥទ្ធិពលនៃជាតិស្រវឹងនិងការបើកបរចេះយោគយល់អធ្យាស្រ័យគ្នាជាដើមដែលបានរួមចំណែកដល់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍របស់ប្រទេសជាតិយើងខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនទាំងអស់ដែលបាន
ឧបត្ថម្ភដល់ការផលិតកម្មវិធីបើកបរដោយសុវត្ថិភាពនេះតាមរយៈកម្មវិធីនេះយើងខ្ញុំសង្ឃឹមថាអ្នកប្រើប្រាស់ផ្លូវទាំងអស់នឹងទទួលបាននូវការយល់ដឹងថែមទៀតអំពីច្បាប់ចរាចរណ៍អំពីមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់និងបទដ្ឋានសុវត្ថិភាពដែលត្រូវប្រកាន់ខ្ជាប់ខ្ជួនក្នុងការបើកបរជាបច្ច័យដ៏មានសារៈសំខាន់ក្នុងការបញ្ជៀសផុតពីគ្រោះថ្នាក់ដល់ខ្លួននិងអ្នកដទៃនឹងនាំមកនៅចរាចរណ៍ប្រកបដោយសុវត្ថិភាពទាំងស្រុងអរគុណច្រើនពីកម្មវិធីបើកបរសុវត្ថិភាពនៅវគ្គនេះគឺសន្មតថាដល់ពេលវាបញ្ចប់ហើយពីយើងខ្ញុំតាំងពីអ្នកសូមអរគុណចំពោះព័ត៌មានរបស់អាយដាមដែលបានចំណាយពេលដ៏មានតម្លៃចូលរួមចាត់ដើម្បីបកស្រាយនៅបញ្ហាជាច្រើនដែលទាក់ទងជាមួយច្បាប់ចរាចរណ៍ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងកាន់តែច្បាស់សម្រាប់ពីកម្មវិធីនៅពេលនេះអនុញ្ញាតសម្រាប់មួយផ្លែតសិនការពីប្រៃនាយមានផ្ទះតូចៗ3តើផ្ទះមួយណារឹងមាំជាងគេគឺមានតែផ្ទះថ្មពិតមែនហើយឌូមិនឌូក្រូមៀផ្ដល់គ្រឹះដ៏រឹងមាំសម្រាប់ការការពារបានយ៉ាងប្រសើរចាយោផ្ដល់ឲ្យកូនជាទីស្រឡាញ់នៅសុខភាពរឹងមាំដើម្បីអនាគតរុងរឿងចាប់ពីឥឡូវនេះរហូតដល់ខែតុលាឆ្នាំ2012ទិញឌូមិនមាស3កំប៉ុងឌូក្រូលេខ3ឬឌូខៀតលេខ4នៅតាមបណ្ដាហាងដែលចូលរួមកម្មវិធីនេះលោកអ្នកនឹងទទួលបានម៉ានីឌីអេកូរីស៊ីបភ្លាមៗដែលអត់គិតថ្លៃប្រញាប់ឡើងចំនួនមានកំណត់ខ្ញុំពាក់មីបើខ្ញុំបើកបរខ្ញុំមិនផឹកគ្រឿងស្រវឹងទេបើខ្ញុំផឹកតែYo's the natural choice มันអាចផ្ដល់អារម្មណ៍បានមែនទេទំពាស្ករកស៊ូខូលី2គ្រាប់អាចជួយឲ្យអ្នកផ្ដល់អារម្មណ៍បានល្អស្វាងអារម្មណ៍ភ្លាមទំពាស្ករកស៊ូខូលីរីករាយក្នុងការបើកបរខូលីស្មារតីល្អបើកបរដោយសុវត្ថិភាពណែបើខ្ញុំបើកបរវិញណាខ្ញុំអត់ផឹកគ្រឿងស្រវឹងទេបើខ្ញុំផឹកតែឈីកមួយឡើង Yo's the natural choice អារម្មណ៍រំភើបរីករាយស្រស់ស្រាយសែនសប្បាយពេកក្រៃព្រោះរាល់ថ្ងៃបានជួបបងប្អូនគ្រប់ខែស្រុកជួបមុខរកតែគ្នាស្រឡាញ់ទុកជាមិត្តភាពដែលមិនសាបសូន្យឡើយខ្ញុំស្រឡាញ់ស្រុកខ្មែរខ្ញុំស្រឡាញ់ស្រុកខ្មែរទេជីវិតល្អខ្យល់ក៏បរិសុទ្ធសុវត្ថិភាពបំផុតធ្វើដំណើរជាមួយកូស្មិកជាមិត្តរបស់ខ្ញុំប្រេងរំអើកូស្មិកផ្ដល់ភាពទុកចិត្តជានិច្ចបើបើកបរត្រូវគិតពីសុវត្ថិភាពបើខ្ញុំបើកបរខ្ញុំមិនផឹកគ្រឿងស្រវឹងទេបើខ្ញុំផឹកYo's the natural choice កូស្មិកជាមិត្តរបស់ខ្ញុំប្រេងរំអើកូស្មិកផ្ដល់ភាពទុកចិត្តជានិច្ចសូមណែនាំផលិតផលថ្មីដូចក្រូនិងដូចភីតរសជាតិវ៉ានីឡាមាន DHA ដល់ទៅ6ដងណែបើខ្ញុំបើកបរវិញណាខ្ញុំអត់ផឹកគ្រឿងស្រវឹងទេបើខ្ញុំផឹកតែឈីកមួយឡើង Yo's the natural choice ស្កបស៊ូ cool air ស្វឹងស្មារតីល្អរីករាយក្នុងការបើកបរចាសូមអរគុណច្រើនបន្ទាប់ពីលោកអ្នកបានទទួលទស្សនាក៏ដូចជាទទួលយល់ដឹងអំពីកម្មវិធីរបស់យើងហើយនៅក្នុងដៃនេះខ្ញុំនេះក៏មានផ្លាកសញ្ញាចរាចរណ៍មួយដែលវគ្គនេះគឺទស្សនិកជននឹងបានទទួលជ្រាបអំពីអត្ថន័យនៃស្លាកសញ្ញាចរាចរណ៍ដូច្នេះសូមអញ្ជើញទស្សនានៅសកម្មភាពដែលក្រុមការងាររបស់យើងបានចុះសួរដូចតទៅបើសិនជាផ្លាកសញ្ញានឹងមានន័យថាហាមបត់ឆ្វេងបាទផ្លាកសញ្ញានេះមានន័យថាហាមបត់ឆ្វេងបាទផ្លាកសញ្ញានឹងបានន័យថាហាមខាត់ចាផ្លាកសញ្ញានឹងមានន័យថាហាមបត់ឆ្វេងផ្លាកសញ្ញាមានន័យថាជាគំនូរក្រហមងងមូលហ្នឹងគេមិនអោយឆ្លងកាត់បាគំនូរកដាលហ្នឹងចាបងផ្លាកសញ្ញានឹងមានន័យថាហាមបត់ឆ្វេងផ្លាកនឹងមានន័យថាហាមបត់ឆ្វេងមានដល់ពេលមានសញ្ញាហ្នឹងកុំឲ្យយើងឆ្លងកាត់ដល់ពេលមានផ្លូវកែងចាផ្លាកនឹងមានន័យថាហាមបត់ឆ្វេងផ្លាកនឹងមានន័យថាហាមបត់ឆ្វេង ចាឃើញថាបងប្អូនយើងបានយល់ច្បាស់អំពីស្លាកសញ្ញាចរាចរណ៍នេះច្រើនដល់ឋានៈគួរឲ្យកត់សម្គាល់ដែរប៉ុន្តែសូមជំរាបជូនថាសម្រាប់ស្លាកសញ្ញាចរាចរណ៍របស់យើងគឺមានច្រើនណាស់កម្មវិធីមួយសប្តាហ៍សូមលើកយកតែមួយផ្ទាំងទេដែលតាក់ទងជាមួយនឹងអត្ថន័យនៃស្លាកសញ្ញាចរាចរណ៍ខ្លឹមសារនៃស្លាកសញ្ញាចរាចរណ៍គឺសញ្ញានេះហាមយានជំនិះគ្រប់ប្រភេទបត់ឆ្វេងខណៈនេះកម្មវិធីរបស់យើងសូមអរគុណដល់បណ្ដាក្រុមហ៊ុនមួយចំនួនដែលបានចូលរួមឧបត្ថម្ភនៅក្នុងកម្មវិធីដែលក្នុងនោះមានដូចជា
ប្រេងរំអិល Cosmic ផលិតតាមស្តង់ដារប្រទេសជប៉ុនមានគុណភាពខ្ពស់ធ្វើឲ្យម៉ាស៊ីនមានថាមពលខ្លាំងកាត់បន្ថយភាពសឹករិចរិលនិងជួយឲ្យម៉ាស៊ីនដំណើរការបានល្អប្រេងរំអិល Cosmic ផ្ដល់ភាពទុកចិត្តជានិច្ច Dumic គឺជាក្រុមហ៊ុនមួយនៃក្រុម Danone មកពីប្រទេសបារាំងនិងជាក្រុមហ៊ុនឈានមុខផ្នែករបស់កំហើញអាហារបំពន់សូមឲ្យកូនអ្នកញ៉ាំទៅដោះគោម្សៅដូចក្រូលេខ 3 រសជាតិវ៉ានីឡាថ្មីដែលមានដូចជា DHA ដល់ទៅ 6 ដងជួយឲ្យកុមារកាន់តែឆ្លាតវៃរួមជាមួយនឹង Prebiotic ប្រាច់មុខជាអន្តរជាតិជួយកាត់បន្ថយជំងឺឆ្លងក្នុងនោះដែរក៏មានសារជាតិកាល់ស្យូមដែលជួយឲ្យឆ្អឹងនិងធ្មេញរឹងមាំព្រមទាំងសារជាតិដែរនិងវីតាមីនផ្សេងៗទៀតជាច្រើន ចាជាក្នុងឱកាសនេះនាងខ្ញុំក៏សូមជម្រាបជូនទៅដល់បងប្អូនប្រិយមិត្តទស្សនិកជនដែលបានជ្រាបផងដែរថាសម្រាប់កម្មវិធីបើកបរសុវត្ថិភាពរបស់យើងខ្ញុំចាចាប់ពីសប្តាហ៍ក្រោយទៅចាយើងនឹងមានជាចាការបង្ហាញជូនជាមួយនឹងចាខ្សែវីដេអូឃ្លីបឬក៏ជាសកម្មភាពដែលក្រុមការងាររបស់យើងបានសម្ដែងជូនតាក់ទិនជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដែលជាករណីកើតឡើងនៅក្នុងចារាជធានីភ្នំពេញឬក៏នៅតាមបណ្ដាខេត្ត